បាទសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមានទូរស័ព្ទ iPhone 7G ម្ដងបាទវាបញ្ហាជាប់លេខកូដដៃបងប្អូនណាបាទអញ្ចឹងតើការដោះលេខកូដដៃគឺយើងដោះរបៀបម៉េចបងប្អូនណាបាទអញ្ចឹងយើងព្យាយាមច្រើនដងវាជាប់នាទីបងប្អូនណាបាទ iPhone វាអត់ឲ្យ Oppo បងប្អូនណាបាទខុសពីម្ដងវាជាប់នាទីម្ដងមិនម៉ាននាទីអញ្ចឹងទៅម្ដង5នាទីម្ដង10នាទីម្ដងកន្លះម៉ោងយូរទៅគឺវាលេខឲ្យយើងដោះបងប្អូនណាបាទហើយតើតើ iPhone នេះដែរគឺខ្ញុំឆែកមើលលេខកូដលើបន្ទះ SIM គឺខ្ញុំពិនិត្យឃើញថាគឺវាមាន iCloud បងប្អូនណាបាទអញ្ចឹងការពិនិត្យលេខកូដនេះបងប្អូនសរសេរលេខ serial នៅលើទំនាប់ SIM បងប្អូនឆែកនៅក្នុង website នឹងទៅបងប្អូនណាunlocker ទៅបងប្អូនណាបាទបន្ទាប់មកអានេះគេផ្សាយពាណិជ្ជកម្មបងប្អូនយើងបិទពាណិជ្ជកម្មទៅបន្ទាប់មកបងប្អូនវាប្រងឲ្យឲ្យនេះបងប្អូនណាឃើញទេយើងវាយលេខ IMEI នឹងទៅបាទ IMEI ហ្នឹងគឺវាប្រាប់ភិនភ័ក្រខាងក្រៅហ្នឹងបងប្អូនណាវាពោអីទំហំប៉ុន្មានជាបងប្អូនណាបងប្អូនចង់ដឹងច្បាស់នោះឆែកកន្លែង iCloud ហ្នឹងបងប្អូននេះកន្លែងខ្ញុំចង្អុលបាទហ្នឹងហើយកន្លែងហ្នឹងទៅបងប្អូនចុចកន្លែងហ្នឹងទៅហើយយើង copy អាកន្លែងលេខកូដ serial លើទៅប្រទេស SIM មិញហ្នឹងដាក់ចូលកន្លែងហ្នឹងទៅបងប្អូនណាបាទអញ្ចឹងខ្ញុំឆែកទៅបាទរងចាំមួយផ្លេតវាបង្ហាញបងប្អូនណាទូរស័ព្ទយើងមានអត់មាន iCloud ឬក៏មាន iCloud វាប្រាប់ឲ្យច្បាស់កន្លែងហ្នឹងបងប្អូនណាបាទវគ្គទី1មិញគឺវាក៏យើងប្រាប់យើងថាទូរស័ព្ទពោអីទំហំប៉ុន្មាន G អញ្ចឹងបងប្អូនណាបាទហ្នឹងហើយទី2នេះបាទគឺវាប្រាប់ iCloud បងប្អូននោះគឺក្រហមឆែកបងប្អូនឃើញនោះក្រហមអញ្ចឹងមានន័យថា on មានថាមាន iCloud ហើយទូរស័ព្ទហ្នឹងបាទអញ្ចឹងតើគេរបៀបឈូសផ្ដាច់លេខកូដហើយនឹង backup ហើយនឹង bypass ទៅលើទូរស័ព្ទម្ដងនេះគឺយើងធ្វើរបៀបម៉េចបងប្អូនរងចាំទស្សនាខ្ញុំប្រាប់លម្អិតទៅក្នុងទូរស័ព្ទវីដេអូនេះបងប្អូនណាបាទហើយបងប្អូនត្រូវតែមានចូលទៅ unlock tool បងប្អូនណាដើម្បីយើងទៅទាញយក RAM disk បងប្អូនណាបាទ RAM disk មានន័យថាយើង download RAM disk មកយើងធ្វើវាដើម្បីយើង copy serial copy អីនៅក្នុងទូរស័ព្ទដែលកំពុងចុចលេខកូដហ្នឹងបងប្អូនណាបាទនេះបងប្អូនយើងចុចទៅកន្លែងRAM disk iPhone បងប្អូនបន្ទាប់មកយើងចូលនឹងទៅបងប្អូនទូរស័ព្ទយើង សេរីអីបងប្អូនយកទូរស័ព្ទសេរីនឹងមកទូរស័ព្ទខ្ញុំសេរី 7G បងប្អូនយក 7G មកបន្ទាប់មកខាងនេះវាប្រាប់យើងទំហំ version វាប្រហែលបងប្អូនណាបាទអញ្ចឹងយើងយកទំហំមក version ខាងលើទៅបាទ version ខ្ពស់ជាងគេហ្នឹងចុច download ទៅអានេះដែលថាខ្ញុំ download ម្ដងហើយអញ្ចឹងខ្ញុំអត់ download យកទេនេះខ្ញុំ download មកខ្ញុំដាក់នៅលើ computer ខ្ញុំបងប្អូនណាបាទខ្ញុំដាក់លើ desktop ទៅស្រួលរកបងប្អូនណាបាទអញ្ចឹងបងប្អូន down ទុកមកគឺ down ទុកឲ្យកន្លែងណាស្រួលរកអញ្ចឹងបងប្អូនណាដើម្បីយើងបើក unlock tool ទៅយើងទៅរកទៅយើងវាស្រួលលឿនបាទបន្ទាប់មកយើងត្រូវមាន 3U tool មួយបងប្អូនណាបាទ 3U tool មួយបាទហ្នឹងហើយបន្ទាប់មកយើងមាន unlock tool មួយទៀតដើម្បីយើងធ្វើដោះស្រាយបានបងប្អូនណាបាទឥឡូវបន្ទាប់មកលើទូរស័ព្ទ iPhone នេះខ្ញុំចុចបិទវាបាទបន្ទាប់មកបងប្អូនប្រើប៊ូតុងដកចុច volume សំទោសចុច volume ដកមួយហើយយើងដោតដោយ USB បងប្អូនណាយើងចុច volume ដករហូតបងប្អូនណាបាទចុចជាប់អញ្ចឹងណាយើងដោតដោយមកយើងចុចជាប់រហូតទាំងមកបាទបន្ទាប់រហូតទៅវាចេញដោយមួយកុំព្យូទ័រឃើញទេបងប្អូនណាបាទហ្នឹងហើយបន្ទាប់មកវាបង្ហាញលើកុំព្យូទ័រ recovery mode បងប្អូនណាបាទបន្ទាប់មកនេះបងប្អូនត្រូវចុចខាងក្រោម exit recovery mode បងប្អូនណាបងប្អូនប្រើប៊ូតុងសំឡេងដកហើយនឹង power បងប្អូនណាបាទយើងចុចខាងហ្នឹងមកបន្ទាប់មកបងប្អូនចុចប៊ូតុង power និងសំឡេងដកបងប្អូនរកពី1ដល់5បន្ទាប់មកយើងបលែងប៊ូតុង power យើងរក្សាសំឡេងដកដដែលបងប្អូនណាបាទហ្នឹងហើយសំឡេងដកគឺយើងចុចរហូតនោះបន្ទាប់មកវាចេញផ្ទៀងនោះនេះបងប្អូនណាបាទផ្ទៀងនេះបាទ DSU mode បងប្អូនណាបាទហ្នឹងហើយបាទដល់ត្រឹមហ្នឹងហើយបងប្អូនយើងបិទផ្ទៀងនឹងចោលបងប្អូនទៅមើល unlock tool ម្ដងបាទបងប្អូនចូល Apple បងប្អូនណាចូលកន្លែង logo Apple បាទបន្ទាប់មកបងប្អូនចុច I understand បងប្អូនណាបាទចូលឡើងមកបាទបងប្អូនមើលតាមអក្សរខ្ញុំសេចដាក់ហ្នឹងទៅបាទបន្ទាប់មកបងប្អូន select RAM disk បងប្អូនណាកន្លែងយើង download ទុកមិញណាបងប្អូន down ទុកនៅណាបាទអញ្ចឹងខ្ញុំទុកនៅលើ desktop បងប្អូនទៅ select បាទទៅបើក folder ហ្នឹងមកបាទបងប្អូនទៅយក iOS នេះ iOS ខ្ញុំ 15.x ហ្នឹងមានន័យថា15តិចតួចធ្វើបានហ្នឹងបងប្អូនចាប់ពី15ឡើងបាទបន្ទាប់មកខ្ញុំចុច select folder ហ្នឹងទៅបាទselect folder ហ្នឹងទៅចូលមកបងប្អូនណាបាទហ្នឹងហើយបន្ទាប់មកបងប្អូនចុចសញ្ញាព្រួយបន្តិចនេះដើម្បីទៅរើសនេះ version មិញវាទាញ folder មកនេះចុចសញ្ញាព្រួយចុះក្រោមតិចមកចុចមកនៅ version 15បងប្អូនណាបាទយកហ្នឹងមកបងប្អូនណាបាទបន្ទាប់មកបងប្អូនចូលនេះ PWNDS អីនេះបងប្អូនណាបាទបន្ទាប់មកបងប្អូនចុច U tool 1ហ្នឹងមកបងប្អូនណាបាទហ្នឹងហើយបាទអញ្ចឹងបងប្អូនរងចាំផ្លេតវារត់ឡើងនេះតិចលើបាទនេះមកបងប្អូនណាឃើញមកឃើញបាទអញ្ចឹងបើវាក្រោយសញ្ញាបន្ទាត់ឆ្នោត
មួយហ្នឹងបងប្អូនដកដូចឲ្យដកទៅវិញដើម្បីនេះដកចឹងមកបាទបន្ទាប់មកញាត់ទៅវិញវានេះវាចេញបន្ទាត់វែងមួយលោកបងប្អូនណាបាទចេញបន្ទាត់វែងមួយហើយនឹងអក្សរ2ជួរក្រោមអាហ្នឹងនេះបងប្អូនឃើញនេះបន្ទាត់នេះមកបាទប៉ណ្ណឹងអូខេហើយចឹងយើងចូលទៅមកដំណាក់កាលទៀតបាទគឺ boot RAM disk បងប្អូននេះខាងក្រោមគ្នាហ្នឹងបងប្អូនណាបាទមើលអក្សរខ្ញុំដាក់លើវីដេអូហ្នឹងបាទ boot RAM disk បាទ boot RAM disk បាទដើម្បីយើង boot ហើយយើង copy serial copy IP វា copy អីបងប្អូនណាបាទហ្នឹងហើយបងប្អូនចាំមកផ្លិតដៃនេះវាដាក់តេតក់ទៅមកទ្រុលលើបងប្អូនណាបាទនេះឃើញបងប្អូនណាបាទកន្លែងនេះរៀងយូរក៏ថាខ្ញុំខ្សាកាត់បងប្អូនណាបាទបងទូរស័ព្ទបងប្អូនរៀងយូរអត់មានចម្លែកទេបងប្អូនណាតមកយើង fix mount to បងប្អូននេះ fix mount to បាទ fix mount to រត់ទៅប្រុយបងប្អូនណាបាទហ្នឹងហើយបាទឥឡូវយើងចុច backup បាទ backup passcode បងប្អូនណាឃើញទេបាទ backup ទៅបាទអានេះដោយសារខ្ញុំ backup ពីមុនមកបងប្អូនណាខ្ញុំធ្លាប់ធ្វើបាទខ្ញុំធ្លាប់ធ្វើទូរស័ព្ទហ្នឹងបាទគាត់ថាឥឡូវខ្ញុំធ្វើវីដេអូប្រាប់បងប្អូនអក្សរក្រហមមានថាយើង backup already បងប្អូនហ្នឹងបាទហ្នឹងហើយតទៅមកបងប្អូនចុច read account បងប្អូនណាបាទ read account នេះបាទ read account ទៅបាទវា read ឲ្យជោគជ័យហីបាទតទៅមកបងប្អូនចុច factory reset បងប្អូនណាបាទចុច factory reset ទៅបាទកន្លែងនេះរៀងយូរដែរគាត់ថាខ្ញុំសារកាត់ឲ្យវាលឿនបងប្អូនណាបាទហ្នឹងហើយខ្ញុំសារកាត់រឿងនេះតមកវាចេញលក្ខណៈជាប់ iCloud ជាយើងបិទសិនបងប្អូនណាបិទហើយយើងធ្វើដូចទម្រង់មិញបងប្អូនចុច volume ដកយើងចុចដោតដូច USB ទៅបងប្អូនដោតយើងចុចប៊ូតុងសំឡេងដកឲ្យយូរទៅតើវាចេញដូចជាមួយកុំព្យូទ័របើចាំយើងបលេងបងប្អូនណាបាទឃើញទេចេញមកហើយបាទនឹងវាជាប់ជាទម្រង់នេះមក recovery mode បងប្អូនណាបាទបន្ទាប់មកយើងចុច exit recovery mode ហ្នឹងមកយើងចុចប៊ូតុងសំឡេងដកហ្នឹង power បងប្អូនរាប់ពី1ដល់5បាទវា1ដល់5យើងបលែងប៊ូតុង power យើងទុកទៅសំឡេងដកទេបងប្អូនយើងចុចសំឡេងដករហូតបាទយើងបាទហ្នឹងហើយបន្ទាប់មកវាចេញនេះបងប្អូនណាបាទបន្ទាប់មកយើងចុច PWNDSU បងប្អូនណាបាទតើមកបងប្អូនចុច U tool 1ហ្នឹងមកបាទតាំងវាចេញបងប្អូនណាចាំ play សិននេះបងប្អូនណាបាទយើងដកដូចដោតសារថ្មីវិញបាទហ្នឹងហើយបាទវាចេញបន្ទាត់មួយទៀតលើបាទចាំបន្ទាត់ហ្នឹងអូខេបងប្អូនណាបាទបន្ទាប់មកទៀតបងប្អូនចុច boot RAM disk បងប្អូនណាបាទ boot RAM disk បាទធ្វើដែរបងប្អូនណាខុសគ្នាបន្តិចបាទងាយយល់ងាយចាំបងប្អូនណាធ្វើនេះបងប្អូនណាបាទហ្នឹងហើយបាទប៉ុណ្្នឹងហើយបាទអាហ្នឹង boot RAM disk គឺវាចេញនេះមកសញ្ញាអញ្ចឹងបាទបន្ទាប់មកបងប្អូន fix បាទចុច fix mount to នេះមួយបាទ fix mount to នេះមួយបាទបន្ទាប់មកទៀតបាទអូខេហើយបាទបន្ទាប់មកទៀតបងប្អូនចុចពាក្យ restore backup បងប្អូនណា disable នេះ OTA នេះបងប្អូនណាបាទចុច restore ហ្នឹងមកបាទនេះ restore បងប្អូនណាបាទនេះគឺហើយបងប្អូនណាបាទរងចាំតិចទៅវាដើរដល់កម្មវិធី Mini ឲ្យយើងដើរហើយទូរស័ព្ទនេះដែរបន្ទាប់ពីយើងចេញហើយបងប្អូនបើយើងរាយម៉ាស៊ីនឈូម៉ាស៊ីនយើងអត់បាន backup ដូចវីដេអូមុនហ្នឹងណាគឺជាប់ហើយបងប្អូនណាបាទយើង backup លេងចេញហើយដោយសារយើងឈូ program ហើយហើយយើងមុនបុក program យើងត្រូវវាយ iMe វាសិនបងប្អូនណាតើទូរស័ព្ទហ្នឹងជាប់ iCloud អត់ចាំយើងសម្រាប់បុក program ឬក៏អត់បងប្អូនណាបាទនេះបងប្អូនណាចេញមកចេះហើយបងប្អូនណាអញ្ចឹងយើងប្រើបានហើយអញ្ចឹងវីដេអូខ្ញុំក៏ដល់វាបញ្ចប់ដែរបងប្អូនបើសិនជាបងប្អូនគាត់ថាល្អនឹងមានប្រយោជន៍ដល់បងប្អូនជួយ follow មួយ share page មួយបើ comment ពាក្យល្អមួយបងប្អូនណាបាទនឹងទទួលបានវីដេអូល្អនៅពេលក្រោយទៀតបងប្អូនណាបាទជាយ៉ាងក្រោយបងប្អូនកុំភ្លេច share បាទ follow page មួយបងប្អូនណាហ្នឹងហើយដើម្បីខ្ញុំធ្វើវីដេអូល្អទម្លាក់ទៅពេលក្រោយទៀតបងប្អូនណាបាទហ្នឹងហើយអញ្ចឹងសូមអរគុណសូមជម្រាបលា